ការផ្លាស់ប្ដូរវាពិតជាគួរឲ្យខ្លាចហើយវាគឺជារឿងធម្មតាទេខួរក្បាលរបស់យើងតែងតែចូលចិត្តតែងតែស្រឡាញ់អ្វីដែលយើងធ្លាប់ធ្វើអ្វីដែលយើងស្គាល់ព្រោះថាវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានសុវត្ថិភាពនៅពេលដែលរឿងអីមួយក្នុងជីវិតរបស់យើងមានការផ្លាស់ប្ដូរមិនថាសាលាថ្មីមិត្តភ័ក្តិថ្មីកន្លែងការងារថ្មីគឺពេលហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាចហ្នឹងមិនមែនដោយសារតែការផ្លាស់ប្ដូរហ្នឹងវាជារឿងអាក្រក់ទេប៉ុន្តែដោយសារតែយើងអត់ដែលស្គាល់យើងអត់ដែលធ្លាប់យើងអត់ដែលដឹងហើយការពិតទៅការរីកចម្រើនធំទាំងអស់នៅក្នុងជីវិតរបស់យើងវាកើតឡើងចេញពីការផ្លាស់ប្ដូរទាំងអស់ហើយកន្លែងនេះឯងវាគឺជាកន្លែងដែលយើងស្វែងរកថាយើងគឺជាអ្នកណាយើងស្រឡាញ់អីយើងចូលចិត្តអីយើងអាចធ្វើអីបានការផ្លាស់ប្ដូរវាគឺជាអ្នកជំរុញនិងបង្ខំយើងឲ្យធ្វើការសម្រេចចិត្តទៅលើរឿងដែលយើងតែងតែរត់គេចកន្លងមកប្រកាសណាស់ថាការផ្លាស់ប្ដូរវាប្រកាសជាធ្វើឲ្យយើងមានអារម្មណ៍ថាមិនសំណុកក្នុងខ្លួនប៉ុន្តែកន្លែងនឹងឯងវាគឺជាកន្លែងដែលទំនុកចិត្តរបស់យើងភាពខ្លាំងក្លារបស់យើងឱកាសថ្មីរបស់យើងត្រូវបានបង្កើតឡើងបើគ្មានការផ្លាស់ប្ដូរទេក៏គ្មានការរីកចម្រើនដែរសម័យមើលថាមនុស្សដែលអ្នកទាំងអស់គ្នាកោតសរសើរទាំងអស់ដែលអ្នកទាំងអស់គ្នាចង់ខ្លាចដូចជាពួកគេទាំងអស់នោះមិនមែននៅមួយកន្លែងអង្គុយនៅកន្លែងដែលគេមានអារម្មណ៍ថាសុខស្រួលនោះទេគឺពួកគេធ្វើអ្វីដែលគេត្រូវធ្វើទោះបីជាគេមិនចង់ធ្វើក៏ដោយពួកគេ took risk ពួកគេចាប់ផ្ដើមពីកន្លែងហ្នឹងទៅពួកគេខ្លាយទៅជាពួកគេសពថ្ងៃហ្នឹងទៅពួកគេទទួលបានអ្វីដែលគេកំពុងមានសពថ្ងៃហ្នឹងអញ្ចឹងកុំខ្លាចការផ្លាស់ប្ដូរវាមិនមែនជាសត្រូវរបស់យើងទេប៉ុន្តែវាគឺជាមិត្តភក្តិដ៏ល្អមួយដែលអាចជួយយើងឲ្យទៅកន្លែងមួយថ្មីដែលល្អជាងមុនអាចធ្វើឲ្យយើងរីកចម្រើនខ្លាំងជាងមុន